សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងមកធ្វើបុកមកកាក់សាច់គោតោះទៅតាមដែរទាំងអស់គ្នាជំរាបសួរគ្រប់គ្នាថ្ងៃនេះដែរខ្ញុំមកបុកមកកាក់ជាមួយសាច់គោហើយគ្រឿងផ្សំដូចអ្នកទាំងអស់គ្នាឃើញហ្នឹងមានអីច្រើនទេមានខ្ទឹមម្ទេសមកកាក់សាច់គោក្រូចឆ្មាឥឡូវនេះគឺខ្ញុំបានចាក់សាច់គោចូលចានហើយយើងចាប់ផ្ដើមដាក់ទឹកខ្មេះដើម្បីច្បាច់ឲ្យវាអស់ក្លិនឆ្អាបដើម្បីឲ្យសាច់យើងឆ្អិនដែរច្បាច់វាហើយលាងទឹកចេញទៅបន្ទាប់មកខ្ញុំច្បាច់ម្សៅទៀតជាមួយក្រូចឆ្មាខ្ញុំច្បាច់ជាមួយក្រូចឆ្មាហើយខ្ញុំលាងខ្ញុំមកលាងទឹកចេញទេបន្ទាប់មកខ្ញុំដាំទឹកឲ្យពុះគឺខ្ញុំចាក់ចូលវាលាងវាម្សៅទៀតប៉ុន្តែគ្រាន់តែចាក់ចូលភ្លាមគឺខ្ញុំចាក់ចេញភ្លាមប៉ុន្តែកន្លែងហ្នឹងគឺខ្ញុំអត់បានថតទេឥឡូវសាច់គោគឺយើងសម្អាតរួចរាល់ហើយឥឡូវយើងមកដល់បុកខ្ទឹមម្ទេសម្ដងចាប់ដើមបុកហ្នឹងនេះខ្ញុំមិនដឹងទាំងអស់គ្នាពេលបុកមកកាក់គឺបុកបែបម៉េចទេតែខ្ញុំបុកបែបនេះដោយសារខ្ញុំចង់ឲ្យមកកាក់វាម៉ត់អញ្ចឹងបើសិនជាយើងដាក់គ្រឿងក្រូវហើយច្បាច់ក្រូចឆ្មាហើយបានយើងដាក់មកកាក់ចូលអាហ្នឹងវាបុកទៅវាអត់ម៉ត់ទេហើយអាចខ្ទាតទឹកមកកាក់ចូលភ្នែកទៀតអានេះខ្ញុំបុកវាជាមួយម្ទេសហើយបានខ្ញុំដាក់គ្រឿងចូលហើយគ្រឿងរបស់យើងក៏មិនមានអីច្រើនទេគឺមានតែស្ករកាពិហើយនឹងម្ទេសហើយនឹងប៊ីចេងតែប៉ុណ្្នឹងឯងហើយយើងបុកវាឲ្យសព្វមកហើយចាំច្បាច់ក្រូចឆ្មាចូលក្រូចឆ្មាគឺខ្ញុំដាក់3ផ្លែប៉ុន្តែ3ផ្លែហ្នឹងគឺខ្ញុំយកទៅលាងនេះអស់ខ្លះហើយវាសព្វហើយខ្ញុំចាប់តាមចាក់សាច់គោចូលសាច់គោគឺផុយល្អណាបើសិនតាអ្នកទាំងអស់គ្នាធ្វើតាមវិធីខ្ញុំនេះគឺសាច់គោផុយល្អមែនតើតែបើអ្នកទាំងអស់គ្នាចង់ឲ្យសាច់គោមានជាតិខ្លាចលាងលាងទឹកខ្មេះផងលាងក្រូចឆ្មាផងហើយថែមទាំងស្រស់ទឹកក្តៅទៀតអ្នកទាំងអស់គ្នាគិតថាវាអស់ជាតិសាច់គោអ្នកទាំងអស់គ្នាអាចធ្វើតាមវិធីអ្នកទាំងអស់គ្នាបានតែនេះខ្ញុំធ្វើដោយសារខ្ញុំអត់សូវប៉ិនសាច់ឆៅដែរពេលអញ្ចឹងគឺខ្ញុំធ្វើមិនអីខ្លួនឯងមានអារម្មណ៍ថាញ៉ាំទៅស្និទ្ធស្នាលអញ្ចឹងណាខ្ញុំអត់មានអារម្មណ៍ថាខ្ពើមឬក៏អញើតនេះគឺអត់មានអីយូរទេអ្នកទាំងអស់គ្នាគឺហើយខ្ញុំបានដួសវាដាក់ចាននិយាយពីរសជាតិមិននិយាយទេគឺជូរហើយរៀងផ្អែមតិចអត់មានផ្អែមខ្លាំងទេគឺល្មមឆ្ងាញ់ម្ដាយហើយខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាគឺខ្ញុំញ៉ាំវាលាយជាមួយនឹងមីសួរដោយសារខ្ញុំគិតថាញ៉ាំពោះទទេវាអាចចុកពោះអីចឹងសម្រាប់អ្នកកាពះអត់ល្អអញ្ចឹងខ្ញុំក៏ញ៉ាំមួយមីសួរទៅតែមើលខ្ញុំញ៉ាំទាំងអស់គ្នាបុកមកកាក់សាច់គោមើលគោចង់ញ៉ាំអត់សាច់គោជាតិឆ្នាំចាប់ចាយមីសួរខ្ញុំมันក៏គោខ្ញាញ់អញ្ចឹងភ្លេចដាក់ទឹកឆ្ងាញ់សាហាវហើយបន្តិចចាប់តមកខ្ញុំจะលក់ទឹកគេ
ngăn nè thì ta có em là tụi nó nghe tình này ăn sạch bàn rồi bây giờ đặt mùi nông thịt chóc vì hiện vào rồi đó tay đặt mùi mì xua ôi chán ra nó chua chả thịt cấu thôi là mình thầm tập thôi là hay việc mình khẩn thì rồi sao nhóm liên viên cho bạch viên cho mùi tật mày cho bạch viên mùi tật mày mà xa hơi tôi nhung cho bạch viên mùi khổ cho mà xa tiệt hay tọt máu nhung trăng viên cho mùi khổ cho mà sợ tu thấy tôi nhung đâm tật ở đây khổ khổ hết tôi nhung chặt viên từ chặt từ lửa sẽ cô thấy cứ nhung sột về lưới cầu đập về trắng khơi sẽ câu ắt cho anh rồi như là màu mắt để ắt trái đây con ắt cho anh khăn hay sẽ câu và khơi rồi để ngon thích câu việc trôi chết khăn khăn chè mà hơi tích rồi nhưng đặt trong một tay sra một tay ngọt
ôi ngay nó mẹ ai chọn tên miền ta bọc mặt cạc xì câu này em cũng hay dạ thơ nhân từng óc nhớ cô ngăn khăn rồi